Hello Hello សួស្តីអ្នកនរគ្នាមុននឹងចូលទៅកាន់វីដេអូរបស់យើងហ្នឹងកុំភ្លេចជួយចុច Sub ក៏ដូចជា Join Telegram ដែលខ្ញុំបានដាក់ឲ្យអ្នកនរគ្នា scan នៅលើហ្នឹងដើម្បីទទួលបាននូវការ share link ដែលខ្ញុំបាន share ចូលទៅកាន់ Telegram របស់គ្នាយើងតាមដានគ្រប់រឿងដែលខ្ញុំបានផុសហ្នឹងឯងរយៈពេល9ថ្ងៃកន្លងផុតលឿនខ្លាំងមែនទែនវាស្ថិតនៅក្នុងទីកន្លែងប្រមូលផ្ដុំក៏ដូចជាកន្លែងកំពីរបស់បាក់ហឺហ្នឹងឯងដោយនៅពេលនោះគឺបានមានសិស្សកំពុងតែនិយាយគ្នាដោយពួកគេក៏បាននិយាយអំពីការធ្វើតែនៅថ្ងៃស្អែកហើយពួកគេក៏បាននិយាយអំពីសិស្សកំពូលម្នាក់ដែលមានឈ្មោះថាលីយីផងដែរដែលគេគឺជាសិស្សកំពូលទាំង10ហើយមានអ្នកពោលឡើងមែនទែនដោយនៅពេលនោះផងដែលគេបាននិយាយថាពេលហ្នឹងស្ថិតនៅដំណាក់កាលយ៉នយីងប៉ុន្តែមិនដឹងថាសិនដំណាក់កាលមួយណានោះទេកំពូលទាំង10ទូបាននៅឆ្នាំក្រប់ចំនួន1000អំពីមេបាក់ហើយគ្មានការនៃលើកលែងនោះទេសកំពូលវាពិតជាអស្ចារ្យខ្លាំងមែនទែនប៉ុន្តែនៅពេលដែលពួកគេចាក់ចេញយកបានឃើញសិស្សម្នាក់ផងដែរសេចហៅឈ្មោះថាយេស៊ុនហើយយេស៊ុននេះនឹងផងដែរគឺជាលបងយេទេនមីងរបស់យើងនឹងឯងដោយគេចូលបាក់ហើយបានពោលឈ្មោះខ្លួនឯងទៅជាយេស៊ុនវិញហើយក៏ខ្លាចទៅជាសិស្សច្បងគេផងដែរដោយកញ្ញានេះនឹងមានឈ្មោះថាលីនមូជីក៏ដូចគ្នានេះផងដែរនៅស្ថិតនៅអាណាចក្រស្នូមានកម្រិតដំបងសួរយេទេនមីងត្រូវទៅរីកលែងដូចគ្នាយេទេនមីងក៏បាននិយាយថារៀនអំពីសិក្សានិងមើលសភៅអីចឹងទៅប៉ុន្តែនាងក៏បាននិយាយថាអាកន្លែងដែលយេទេនមីងរបស់យើងធ្វើការកំពុងតែរៀនហ្នឹងវាគឺជាគម្ពីរសម្រាប់អត្តទេពឬក្រមអត្តទេពតែប៉ុណ្ណោះហើយខ្ញុំក៏មិនដឹងថាកម្រិតមួយហ្នឹងគឺជាកម្រិតមួយណាផងដែរប៉ុន្តែសម្រាប់យេទេនមីងវិញគឺមិនអាចរៀនបាននោះទេយេទេនមីងក៏បាននិយាយថាគ្រាន់តែចង់ដឹងពីវាតិចតួចប៉ុណ្ណោះតិចតួចអី system ក៏បានលោតប្រាប់យេទេនមីងថាយេទេនមីងគឺបានអានមិញហ្នឹងគឺគេបានរៀនចែកហើយអស់បាត់ទៅហើយគេក៏បានរីករាយជាមួយនឹង system ផងដែរដែលអាចឲ្យការអានទៅស្វ័យប្រវត្តិមួយនេះធ្វើយេទេនមីងរបស់យើងគឺបានរៀនចំណេញជាច្រើនអំពីបានឡាយមួយនេះផងដែរបន្តមកអ្នកទាំងពីរគឺបានដើរចែកចាយអំពីបានឡាយមួយនេះក្រុមការគោរពអំពីសំណាក់អាចារ្យមួយនេះដែលជាអ្នកមើលការខុសត្រូវនៅក្នុងបានឡាយនេះនឹងឯងចំណែកយេទេនមីងរបស់យើងក៏បានគិតក្នុងចិត្តផងដែរបើជាគេគឺមិនអាចលាក់នៅកម្រិតនៃការវឹកហាត់របស់គេបាននោះទេដោយសារតែគេត្រូវការចូលទៅកាន់ទីកន្លែងប្រមូលផ្ដុំកំណប់មួយនោះដូចគ្នានេះផងដែរអ្នករាល់គ្នាគឺមិនស្គាល់ថាគេគឺជាណានោះទេវាកាន់តែល្អសម្រាប់គេក្នុងការស្វែងរកឧបករណ៍អ្នកក្រេកខ្មៅទាំងឯងចែកមួយជាក៏បាននិយាយថាបងប្អូនរបស់នាងគឺបានឈានទៅដល់កម្រិតទី3នៅអាណាចក្រទី4តាំងពីគេនៅក្មេងឥឡូវនៅនេះគេជាមួយនឹងបងប្អូនរបស់គេខ្លាចទៅជាអ្នកដែលមានអនាគតគឺហាងជាមិនខានដោយយេទេនមីងគឺមិនខ្វល់អំពីទំនាក់ទំនងជាមួយនឹងអត្ថប្រយោជន៍ឯនោះទេសំខាន់នៅពេលនេះអត្ថប្រយោជន៍ជាមួយនឹងប្រយោជន៍នៅក្នុងដៃរបស់គេនឹងផៅផាវាបានល្អប៉ុន្តែនៅពេលនោះនាងក៏បានមកបិណ្ឌមកទៅកាន់យេទេនក៏បានឲ្យយេទេនមីងរបស់យើងទៅកាន់ពិមេរបស់នាងផងដែរដោយនាងធ្វើការទៅកាន់វានោះសម្រាប់តែពិមេរបស់ពួកគេទូបានផលប្រយោជន៍យ៉ាងធំធេងតែប៉ុណ្ណោះស្អីយើងក៏ដល់ពេលបន្តនៅពេលដែលអ្នកទាំងពីរគឺបានមកដល់ពិមេរបស់ចៅមូជីនឹងឯងនៅពេលដែលបានបើកទ្វារចូលយើងក៏បានឃើញមនុស្សជាច្រើនគឺបានគ្រប់ទៅកាន់យេទេនមីងជាមួយនឹងចៅមូជីយេទេនមីងក៏បានសួរថាពេលគឺជាអ្វីនោះទាំងអស់នេះគឺជាយុវជនក៏ដូចជាសិស្សមកពីវិមានរបស់ពួកគេដែលជាវិមានហងឆៅវាច្បាស់ណាស់ទៅអ្នកក្នុងមួយនេះត្រូវទៅលេចជាអាកំបាំងជាដាច់ខាតមានតែរបស់យេទេនមីងចំណែកយេទេនមីងក៏បាននិយាយថាវាហាក់ដូចជាគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែននៅក្នុងការប្រមូលផ្ដុំកំណប់ក៏ដូចគ្នានេះផងដែរពួកគេគឺបានរៀបចំយ៉ាងច្បាស់ដើម្បីទទួលបានអភិយោជន៍ពីវាផងដែរនៅពេលនិយាយពីនេះយេទេនមីងអញ្ចឹងថាបើសួរអំពីតំណែងវិញអាចារ្យមូជីគឺបាននិយាយវិញថាតំណែងមានដែរតិចពួកគេចូលរួមជាមួយនឹងនិកាយអ្នកគ្រាខ្មៅនៅពេលដែលលើបែបនេះហើយយេទេនមីងយើងក៏បាននិយាយថានៅទីផុតពួកគេលេខកតយមកហើយយេទេនមីងក៏បានសម្ដែងបន្តក៏បាននិយាយថាវាហាក់ដូចជាពួកគេកំពុងតែធ្វើការបត់ដៃមានហតិប៉ុន្តែពួកអ្នករកគ្នានោះក៏បាននិយាយថាក្បត់នេះនិតិទោះបីជានិកាយគឺបានបន្តនៅរបស់ក្នុងការបង្ហាត់របស់ពួកគេគឺបានល្អនិងបានច្រើនក៏ដោយប៉ុន្តែអីទៅវាសំខាន់នៅពេលនេះពួកគេកំពុងតែធ្វើការក្បត់ទៅកាន់ប៉ារបស់ពួកគេហើយក្បត់បាក់មានហតិសំខាន់អំពីថាប្រយោជន៍នៃការប៉នឹងផ្ដល់ពួកគេគឺវាខុសគ្នាដូចគ្នានេះផងដែរនិយាយអំពីការក្បត់ពួកគេនិយាយអំពីការចំណេញវាល្អជាងនៅពេលនេះក៏បានបោះថងទៅមកវិញ្ញាណជាច្រើនទៅឲ្យយេទេនមីងក៏បានយល់ព្រមជាមួយនឹងពួកគេផងដែរនៅពេលដែលយេទេនមីងបានបញ្ចេញនៅកាប់កិច្ចការបែបនេះហើយពិតជាចូលសូនទៅកាន់អាចារ្យមូជីពិតប្រកបមែនហើយថ្មវិញ្ញាណរបស់នេះផងដែរវាគឺជាថ្មវិញ្ញាណដែលពួកគេគោរពទៅកាន់លទ្ធិអ្នកក្រេខ្មៅយេទេនមីងក៏បានចូលពេញជាមួយនឹងពួកគេរីករាយក្នុងការចូលបាក់អ្នកក្រេខ្ម
ខ្មៅនៅពេលនោះពួកគេក៏បានរំសប្បាយជាមួយនឹងគ្នាផងដែរដោយនៅពេលនេះចាមួយជីក៏បាននាំនោះស្អីជាសិនដើម្បីពួកគេសប្បាយជាមួយនឹងគ្នានឹងឯងពួកគាត់នោះពិតជារីករាយខ្លាំងមែនទែនដោយនិយាយថាលទ្ធិអ្នកក្រីខ្មៅពិតជាធ្វើឲ្យពួកគេនឹងសប្បាយនឹងគិតគូរដល់ពួកគេខ្លាំងមែនទែនអាខ្លះគឺទទួលបានមួយខ្លះពីរ3អីចឹងទៅតាមហ្នឹងនិយាយទៅមិនក៏បាននិយាយថាវាហាក់ដូចជាលទ្ធិអ្នកក្រីខ្មៅហ្នឹងគឺធ្វើការកដំពីសិស្សថ្មីនិងសិស្សចាស់ខុសគ្នាតែនិយាយពីខ្លួនគេនឹងឯងប៉ុន្តែនៅពេលនេះនាងក៏បាននិយាយថានៅពេលបន្ទាប់និយាយទៅមិញបើយើងច្បាស់ជាដឹងប៉ុន្តែនៅពេលនេះបើសិនបើនិយាយទៅមិញត្រូវការនឹងគឺអាចបំពេញដល់និយាយទៅមិញបានដូចគ្នាប៉ុន្តែនៅពេលនោះយើងក៏បានឃើញណាំនុំអ្នកស្រីខ្លាំងមែនទែនហើយក៏បានឃើញចាអ្នកកំពុងតែស្បាយស្រូបយកផងដែរមិនដឹងថាស្រូបយកអីនោះទេអញ្ចឹងបាននិយាយថានេះគឺជាការគ្រប់និងការឲ្យតម្លៃទៅកាន់លទ្ធិអ្នកគ្រីខ្មាំងវាគឺបែបនេះហើយនៅពេលដែលនិយាយទៅមិញក៏បាននឹងពីបែបនេះវាហាក់ដូចជាការគ្រប់ដតេភាពមួយនេះវាហាក់ដូចជាខុសនិងបង្កគ្រោះថ្នាក់ខ្លាំងមែនទែននៅពេលនោះបែបនេះក៏បានអាចហុចជាទៅបើយើងជួយផងដែរប៉ុន្តែមិនអាចនោះទេបើចង់សប្បាយមកសប្បាយជាមួយនឹងអូនតទៀតមកចែមួយជីក៏បាននិយាយថាវាប្រកបណាពួកគេទាំងត្រូវបានរកឃើញសារសពទាំងអស់នេះនៅថ្ងៃស្អែកបញ្ហាទំនងនៃក្នុងរវាងអ្នកទាំងពីរគឺត្រូវបានចាប់ផ្ដើមឡើងនៅពេលនោះសង្គ្រាមរវាងអ្នកទាំងពីរនឹងត្រូវបានទូយ៉ាងខ្លាំងក្លានឹងធ្វើឲ្យបែបនេះប្រហែលជាអាចនឹងរលាយហងក៏ថាបានដែរជាទៅធ្វើយេទៅមិញបើយើងមានការអត់ស្មៅយ៉ាងខ្លាំងវាគឺជាផែនការដ៏អស្ចារ្យមួយហើយល្អឥតខ្ចោះខ្លាំងមែនទែនដោយនាងក៏បាននិយាយថាតើលបងយេទៅមិញកើតដោយឆ្នាំមែនដែរទេពិតមែនហើយបន្តមកយើងក៏បានឃើញថាគ្រោងយ៉ាងបើយេទៅមិញបើយើងគឺបានចាក់ទម្លុះទៅកាន់នោះស្អីដល់នោះហើយក៏បានចាប់ផ្ដើមទៅការសោបយកនៅធម្មពលរបស់ពួកនាងវិញចូលមកកាន់រាងកាយរបស់ខ្លួនដើម្បីធ្វើឲ្យលបងយេទៅមិញមានការបង្ហាត់កាន់តែប្រសើរឡើងនាងមានការព្យាបាលខ្លាំងមែនទែនយេទៅមិញគឺអាចធ្វើការកោះហៅគ្រោងយ៉ាងបានដដែលរបស់នាងចេញមកធៀបនឹងចិត្តជាមួយនឹងទេនមីងរបស់យើងដោយនាងស្ថិតនៅអាចារ្យទី4កម្រិតទី3ដូចគ្នាដូច្នេះហើយនាងប្រកាសជាអាចចាត់ការទៅកាន់យេទេនមីងបានប៉ុន្តែវាបានទៅកាន់យេទេនមីងតើបានយេទេនមីងរបស់យើងផើបច្ចេកទេសធានយូចាត់ការមកកាន់គេវិញក៏ដូចគ្នានេះផងដែលក៏បានធ្វើគេចាត់ការនឹងសម្លាប់នាងផងដែលបន្តមកបានធ្វើការស្រូបយកនៅតាមពលរបស់នាងដើម្បីទុកប្រើប្រាស់វិញផងដែរបើគ្នាយើងអត់ដឹងតែបច្ចេកទេសដែលយេទេនមីងកំពុងតែប្រើនឹងគឺជាបច្ចេកទេសដែលមកពីវិមានក៏ដូចជាបានអាឡ័យដែលយេទេនមីងបើយើងទៅទៅចូលនឹងឯងហើយបន្តមកទៀតយេទេនមីងក៏បានចាប់ផ្ដើមស៊ូបយកនៅធម្មពលរបស់ស្ត្រីទាំងអស់នោះយកមកទុកក្នុងខ្លួនគេដើម្បីទៅខកខានជាហេតុធ្វើឲ្យស្ត្រីរនោះគឺត្រូវបានស្លាប់លែមក៏ដូចគ្នានេះផងដែលយេទេនមីងបើយើងក៏បានផ្ដល់ទឹកឲ្យបរិបរទាំងអស់នោះដែលចង់ទៅស៊ីទៅកាន់អាចារ្យប៉ុន្តែត្រូវបានអាចារ្យទៅស៊ីវិញនឹងឯងនៅពេលដែលគេបានជាដឹងខ្លួនហើយពិតជារីករាយខ្លាំងមែនក៏បានអរគុណទៅកាន់លបងយេទេនមីងដោយពួកគេគឺបាននិយាយយល់ឡែកចេះចោះអីចឹងទៅថាពួកគេគឺមិនចង់ចូលលទ្ធិអ្នកគ្រីខ្មែរនោះទេប៉ុន្តែត្រូវបានបង្ខំអីចឹងទៅប៉ុន្តែដូចគ្នានេះផងដែរយេទៅមានរបស់យើងមានបាននិយាយថាគេនឹងជួយសង្គ្រោះទៅកាន់ពួកឯនេះនៅពេលនោះយើងក៏បានឃើញដែរយេទៅមានក៏បានធ្វើការសូបយកនៅតាមពលរបស់គូគេម្ដងទៀតដោយបញ្ចេញស្គីរបស់គេនឹងឯងប៉ុន្តែមិនដឹងថាបានសូបអត់នោះទេដោយសារសាច់យើងរបស់យើងគឺការបន្តពេលបន្តបាត់ទៅហើយនៅពេលនេះផងដែរយើងក៏បានឃើញមនុស្សម្នាក់គឺបានមកឆែកឃើញដែរមនុស្សប្រុសទាំងអង្គដូចជាមួយនឹងមនុស្សស្រីជាច្រើនគឺត្រូវបានស្លាប់យ៉ាងវេទនាយកតែម្ដងបន្តមកគេក៏បានទៅរីកគេតើមានចាវិមាននីមួយគឺបានដឹងក៏ដូចគ្នាពួកគេក៏បានឲ្យទៅរីកទៅកាន់មេបាដូចគ្នាហើយយើងក៏បានឃើញថាចែពីញើរបស់យើងគឺបានសង្កេតឃើញនៅពីលើបាត់ហើយបែរនោះក៏បានអបអរសាទរជាមួយនឹងផែនការរបស់មេបាពិតជារៀបចំមកល្អហើយវាស្ថិតនៅក្រោមការគ្រប់គ្រងរបស់នាងក៏បាននិយាយថាចាពីថ្ងៃនេះតទៅមនុស្សប្រុសកាន់តែច្រើននឹងត្រូវបានស្លាប់នៅក្នុងវិមាននីមួយដូចតទៅអាចារ្យលីស៊ីក៏បានមករៀបរាប់ជាមួយនឹងផែនការរបស់នាងគឺត្រូវបានជោគជ័យឲ្យជាច្រើនផងដែរដោយចែពីញើក៏បានឲ្យអាចារ្យលីស៊ីនឹងគ្រៀបចំនឹងធ្វើការផែនការបន្តរបស់ពួកគេទៅហើយនាងក៏បានយល់ព្រមផងដែរនឹងគ្រប់គ្រងទៅកាន់វិជារបស់មេប៉ារបស់គេនឹងឯងសូយើងរបស់យើងគឺបានកាន់មកដល់វិមានមួយទៀតយើងបានឃើញថាអាចារ្យលីស៊ីគឺបានដើរចូលទៅកាន់វិមានមួយនោះផងដែរខណៈពេលដែលយើងឃើញថាអាចារ្យវិនស៊ីកំពុងតែឆ្លុះប្រកាសជាមួយនឹងនារីម្នាក់ដែលជាម្ចាស់វិមានមួយទៀតផងដែរតាមមនុស្សរបស់នាងគឺបានចាត់ការលើមនុស្សរបស់ខ្លួនឯងចឹងទៅបន្តែម្ចាស់វិមានមួយទៀតក៏បាននិយាយថាមនុស្សប្រុសរបស់នាងក៏ដូចជាសិស្សផលរបស់នាងហ្នឹងគឺបានខ្លាញ់បន្លំនឹងធ្វើការបៀតបៀនមកកាន់សិស្សរបស់ខ្លួនវិញនោះទេប៉ុន្តែវាបាយជាជន់ណែនទៅលើសិស្សផលរបស់នាងខ្លួនឯងនោះទេហើយវាបានជាបន្ទប់បែបនេះចាលីសៀមិនដល់ហើយដូចជាពេញចិត្តខ្លាំងមែនទេរវាងចំនួនរបស់ម្ចាស់វិមានទាំងអស់គ្នានោះនាងក៏បានចូលមកសម្របសម្រួលហាក់ដូចជាដឹងខុសត្រូវខ្លាំងមែនទេប៉ុន្តែនៅពេលដែលនាងកំពុងតែនិយាយនោះផងដែរយើងក៏បានឃើញម្ចាស់វិមានផងមួយទៀតផងដែរក៏បានមក
មកនិយាយថាមនុស្សទីពួករឿងគឺត្រូវបានអស់ឃើញនោះមានចំនួន11នាក់មនុស្ស11នាក់នោះមាន2នាក់គឺជាសិស្សប្រុសរបស់ចៅវិនសៀនិង9នាក់ទៀតគឺជាសិស្សរបស់អាចារ្យលីស៊ីហ្នឹងឯងពិតជាធ្វើនាងកាំងខ្លាំងមែនទេនៅពេលនោះនាងពិតឆ្ងល់ហេតុបានជាផែនការនេះត្រូវបានបំផ្លាញអាចទៅរួចទៅនៅពេលនោះម្ចាស់វិមានប្រមម្នាក់នឹងក៏បានហៅជាប់សង្ស័យមកដែលជនសង្ស័យម្នាក់នោះផងដែរមានថាឆ្ងាយនោះទីគឺជាលបងយាយតែមីងរបស់យើងនឹងឯងប៉ុន្តែលបងយាយតែមីងក៏បានព្យាយាមបន្កាយប៉ុន្តែម្ចាស់វិមានប្រមម្នាក់នឹងក៏បាននិយាយថាមានមនុស្សបានឃើញពីអ្នកឯងចែកចាញ់ទៅជាមួយគ្នាបន្តពីចែកចាញ់ពីបានឡាយមួយនោះមិនចាំយូរនោះទេយាយតែមីងក៏បានព្យាយាមភាសាប៉ុន្តែត្រូវបានអាចារ្យលីសៀគឺបានមកដល់ហើយនាងក៏បានចាប់ផ្ដើមធ្វើពិធីសាស្វែងរកព្រលឹងដែលតាមពោលទៅកាន់យាយតែមីងហើយក៏បានចាប់បឺនមកគេដើម្បីស្វែងរកព្រលឹងយកតែម្ដងដែលវិធីនេះមួយនេះផងដែរគឺវាជាវិធីសាស្ត្រឋានសួគ៌របស់វិមានរបស់ពួកគេនឹងឯងក៏បានស្វែងរកឃើញដែរនៅពេលដែលអ្នកទាំងពីរគឺបានមកដល់បន្ទប់ហើយអ្នកទាំងពីរក៏បាននិយាយតាក់ទងគ្នាផ្លេតផងដែរប៉ុន្តែយាយទាំងនេះក៏បានប៉ាសាជាមួយនឹងការចូលរួមហើយក៏បានលេទៅកាន់អាចារ្យមូជាចាក់ចែងពិធីកន្លែងនឹងផងដែរចេះតែធ្វើអាចារ្យលីសៀគឺបានដឹងហើយដូច្នេះក៏បាននិយាយថាបច្ចេកទេសស្វែងរកព្រលឹងរបស់គេពិតប្រាកដណាស់ច្បាស់ណាស់ជាទាំងវិញគឺជាមិនមែនជាមនុស្សដែលបានបង្កហេតុនេះនោះទេដូច្នេះហើយក៏បានដោះលែងទៅកាន់លបងយាយទាំងវិញរបស់យើងទៅពួកគេក៏បាននិយាយថាវាគឺជាបញ្ហាមួយដោយសារតែពួកគេបន្តពីស្វែងរកឃើញគឺវាបែបនេះបាត់ហើយដូច្នេះហើយក៏បានឲ្យចែកហ្វៃយីងរបស់យើងទៅឆែកមើលបន្តពេលឆែកហើយយីងគឺបានឆែកមើលហើយពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនដោយសារតែវាគឺជាសិល្បៈឬក៏បច្ចេកទេសធានយូនឹងថ្ងៃវាពិតជាសាហាវខ្លាំងមែនទែនទោះបីជាអាចារ្យលីសៀខំសរសើរទៅកាន់វាយ៉ាងណាក៏ដោយប៉ុន្តែនាងពិតជាមានការភ្ញាក់ផ្អើលខ្លាំងដែរដោយសារបច្ចេកទេសមួយនេះពិតជាប្រហែលហើយវាពិតជាមានអត្ថប្រយោជន៍ខ្លាំងមែនទែនដល់យាយទាំងមីងរបស់យើងគឺបានញឹមតែប៉ុណ្ណោះបន្តពីអាចារ្យលីសៀមកពិនិត្យដល់ខ្លួនឯងនោះនាងក៏មានការភ្ញាក់ផ្អើលផងដែរដោយសារតែអាចារ្យហ្វយយីងនិយាយបើជាប្រកបមែនធ្វើឲ្យលីសៀនឹងមានការភ្ញាក់ផ្អើលខ្លាំងមែននាងព្យាយាមបកកាយផងដែរប៉ុន្តែនៅពេលនោះមេប៉ាក៏បានចាញ់មកដល់ក៏បាននិយាយថាក្រៅពីវិមានធានយូតាមមានណាគឺចេះនៅបច្ចេកទេសសម្ងាត់នៃវិមានធានយូទៅពិតជាមិនគួរសមនោះទេក្នុងនាមយើងជាមេប៉ាត្រូវការបញ្ចូលមួយផងនៅពេលដែលមេប៉ាគឺបានចេញមកដល់បែបនេះហើយធ្វើអ្នកកងនេះមានការគោរពអាចារ្យលីសៀក៏បានមកនិយាយយកឡើងថាដោយសារតែវិមានរបស់គេនឹងក្នុងការបាក់វឹកហាត់នៅវិជាមួយនេះវាពិតជាបាក់ខ្លាំងមែនទែនសត្វរបស់គេគ្មានណាគឺចែនោះទេទោះបីជានាងក៏នាងមិនធ្វើបែបនេះនោះដែរចឹងមេប៉ាមានតែឲ្យធ្វើការសើមគិតយ៉ាងល្អិតហើយនៅពេលនោះកូនចៅរបស់មេប៉ាក៏បានសើមគិតអស់រយៈពេលជាច្រើនថ្ងៃប៉ុន្តែហេតុផលជាមួយនឹងផលតាមដែលបានរកឃើញវាពាក់ព័ន្ធជាមួយនឹងអាចារ្យលីសៀទាំងអស់ដំចាំវិមាននេះបាននិយាយថានាងពិតជាសម្រាប់មនុស្សដ៏ច្រើនបែបនេះមានលីស៊ីក៏ដូចគ្នានេះផងដែរនាងមានការប្រងបាតសែតផងដែរប៉ុន្តែក្នុងចិត្តរបស់នាងក៏បានគិតថាផាតការទាំងអស់ត្រូវបានវាបកមកកាន់ខ្លួនឯងវិញពពួកបរិសុទ្ធនឹងធ្វើដោយមិនដែរទៅក៏ដូចគ្នានេះផងដែរធំមករបស់មេប៉ាទៀតផងហើយនាងក៏បាននិយាយថាលីស៊ីនឹងពិតជាធ្វើឲ្យមេប៉ាមានការអស់សង្ឃឹមខ្លាំងមែនទែនហើយនាងគឺបានបន្តការរយៈពេល3ថ្ងៃមុននឹងការស្វែងរកកំណប់បានចូលមកដល់ដូច្នេះហើយគឺត្រូវទៅរកផតតាំងឲ្យនាងបើមិនដូច្នោះនោះទេនាងច្បាស់ជាត្រូវបានដាក់ទៅដោយមេប៉ាជាមិនខានមកចាប់ពីមាននេះទៀតក៏បាននិយាយផងដែរមេប៉ាគឺបានបន្តការឲ្យនាងហើយដូច្នេះនាងត្រូវទូបានល្អក៏ដូចគ្នានេះផងដែរផែនការរបស់ពពួកបរិសុទ្ធវាពិតជាខុសក៏ដូចគ្នានេះផងដែរពេលច្បាស់ជាមានអ្វីមួយខុសប្លែកជាមិនខានហើយនាងបកលថារបស់ពុំចាស់វិមានរបស់នាងរផ្ដល់នឹងទៅឲ្យមេប៉ាវិញនាងពិតជាមានអារម្មណ៍ដែលជឿចាប់ខ្លាំងមែនដឹងថានឹងគឺជាត្រាអីនោះទេនៅពេលដែលយាយទាំងមីងគឺបានចាចេញមកជាមួយនឹងឆេវិនសៀវិញឆេវិនសៀក៏បាននិយាយថាស្ថានភាពជាមួយនឹងការវិនិច្ឆ័យរបស់លោកវាពិតជាត្រឹមត្រូវតែលោកដឹងវាអំពីរបៀបណាយាយទាំងមីងបាននិយាយថាស្ថានភាពបែបនេះដោយសារតែប៉ាហោហ៊ុនវាមានសកម្មភាពចម្លែកពេកដូច្នេះទើបគេសង្ស័យបែបនេះទៅប៉ុន្តែតាមពិតទៅផែនការរបស់យាយទាំងមីងត្រូវបានផ្លាស់ប្ដូរទាំងស្រុងនៅពេលដែលធ្វើប្រតិកម្មគេក៏ដោយសារតែការវិនិច្ឆ័យរបស់ពួកគេទៅយាយទាំងមីងគឺអាចបំផាយដល់ការវិនិច្ឆ័យមួយផ្សេងទៀតឲ្យពួកគេយល់ខុសអញ្ចឹងទៅធ្វើឲ្យយាយទាំងមីងមានការក្នុងការរួចខ្លួនអំពីបកម្មភាពមួយនេះផងដែរចៃវិនសៀក៏បានសួរទៅកាន់យាយទាំងមីងបន្តទៀតថាអ្វីបានជាគេហមមនុស្សបែនដែលចាត់ការទៅកាន់ពួកគេក៏ដូចជាវិជាគុណមកពីមានធានយូបែបនេះយាយទាំងមីងក៏បាននិយាយថាដោយសារគេគឺមានមិត្តល្អម្នាក់នៅក្នុងទីកន្លែងនោះផងដែរគណៈពេលដែលគេកំពុងតែនឹងក៏បានដើរជួបមនុស្សម្នាក់ផងដែរយាយទាំងមីងពិតជាមានការព្យាបាលខ្លាំងមែនទែនដោយពេលនឹងផងដែរគឺជាប៉ែលីយីដែលគេឡៅនេះគឺស្ថិតនៅកម្រិតទី8នៃអាណាចក្រទី4បាត់ទៅហើយពិតជាធ្វើឲ្យយាយទាំងមីងមានការចាប់អារម្មណ៍និងមានការព្យាបាលខ្លាំងមែនទែនដោយគេគឺជាស្ដីសង្ឃឹមរបស់ប៉ាដោយចៃវិនស៊ីគឺបាននិយាយបែបនេះហើយយាយទាំងមីងកាន់តែមានចំណាប់អារម្មណ៍ដូច្នេះហើយគេនឹងរងចាំមើលនៅថ្ងៃស្អែកនឹងមានអ្វីកើតឡើងនិងស្ថានភាពបែបណាទៀតស្អីរបស់យើងគឺការមកដល់ពេលបន្តវិញ
Jealousy của bạn Maria và ông bị bà nhà mùi ní đòi chạy bên nhau của bạn đăng đòi nó被đánh chạy ông bị bà nhà ní của bạn đã mau bị mình đâu khăn khảo hỏi đôi chân ai bạn cả bỏ phụ kết thầu bạn chết chạy men đài được đấy nó被đánh chạy bên ní hơi dân của bạn cần đã chạy phảiยิงbỏ dân của bạn chạy mà đó chứ mùi năng mua mà của bạn chạy tham đâu để bạn chết chạy mùi nước cứ chỉ còn đã mau bị mình đâu bỏ chạy mình chỉ năng ái cái đôi chỉ còn của bỏ phụ ký chúng ta Jealousy bắt mình cặp giờ bảo làm đến đâu被thật chạy phảiยิงbên tay đầu bạn chạyពីញើកបានជ័យទេនេះគឺជាមនុស្សដ៏ចិត្តស្និទ្ធរបស់ខ្លួនខ្លាំងបំផុតប៉ុន្តែខ្ញុំឆ្ងល់លើកមុនពេលប្រហែលម្ដងហើយហ្នឹងchạyពីញើកបានអស់chạy for យើងគឺបានរៀបចំពីយេស៊ុនរបស់យើងដោយយេស៊ុនគឺបានចូលមកកាន់និកាយមួយនេះជាពេល10ថ្ងៃមុនហើយបានក្លាយទៅជាសព្ទរបស់chạy Fonse ក៏ដូចគ្នានេះផងដែលគេបានចូលមកកាន់និកាយមួយនេះស្របជាមួយនឹងបាក់ Blood Cop គឺបានចូលរួមជាមួយនឹងពួកគេនឹងឯងមើលទៅបាក់ខ្ញុំតម្រូវជាមួយនេះវាហាក់ដូចជាចាប់អារម្មណ៍ជាមួយនឹងកប៉ាំងរបស់អ្នកក្រេខ្មៅដូចគ្នាដូច្នេះពួកគេត្រូវតែរៀបផែនការមួយចំនួនដើម្បីទប់ទល់ផងដែរចេះពីខ្ញុំក៏បាននិយាយហើយអញ្ចឹងមែនដែរទេដូច្នេះត្រូវតែបកគលថាយោខ្លះដោយពួកគេឲ្យទៅមែនប៉ុន្តែយេស៊ុនគឺត្រូវតែសម្លាប់បន្តមកនាងក៏បានបញ្ចេញរមូលមួយទៅឲ្យ Jealousy ក៏បានប្រាប់នាងថាធ្វើចិត្តចាត់ការជាមួយនឹងយេស៊ុននឹងត្រូវតែសម្លាប់គេជាដាច់ខាតតែម្ដងហើយក៏បានប្រាប់ថារមូលមួយនេះនឹងធ្វើការសម្លាប់គេទៅដោយរមូលមួយនេះវាពិតជាមានឥទ្ធិពលខ្លាំងមែនទែនក្នុងការវិភាគសម្លេងជាមួយនឹងរូបរាងក៏ដូចគ្នានេះ Jealousy មានឥទ្ធិពលជាមួយនឹងគ្នានេះសង្ឃឹមថាយេស៊ុននឹងត្រូវស្លាប់និងឲ្យយេស៊ុនទៅជាបំណែកជាបង្ខាននៅពេលដែលយេស៊ុនគឺបានធ្វើឲ្យ Jealousy ខឹងបែបនេះហើយនឹងច្បាស់ណាស់មិនធ្វើឲ្យមេបារបស់នាងនឹងមានការខកបំណងមកខាងនាងនោះទេស្អីគឺការមកដល់ថ្ងៃស្អែកនៃពិធីប្រមូលផ្ដុំឱសថនឹងឯងក៏ដូចគ្នានេះផងដែរម្ចាស់វិមាននេះគឺបានចូលមុខអំពីម្ចាស់វិមានលីស៊ីនៅរកនេះគឺបាននិយាយថាម្ចាស់វិមានលីស៊ីទៅបានតាក់នន់កម្មយ៉ាងធ្ងន់ធ្ងរដូច្នេះហើយទៅបោះចាប់មាននឹងគឺមានសិនអង្គុយនៅមុខនឹងឯងក៏ដូចគ្នានេះយើងក៏បានឃើញថាពួកគេបាននិយាយថាលបងយាយធិនមីងរបស់យើងនឹងខ្លាចទៅជាម្ចាស់វិមានមួយដែលនឹងធ្វើការដឹកនាំសិស្សចំនួន143នាក់ចូលទៅកាន់ទីកន្លែងនោះផងដែរនៅពេលនោះយើងក៏បានឃើញថាលបងយាយធិនមីងរបស់យើងក៏បានចូលមកដល់ក៏ដូចគ្នានេះម្ចាស់វិញ្ញាណចៅក៏បានបញ្ជាអំពីភារកិច្ចជាមួយនឹងការណែនាំទៅឲ្យលបងយាយធិនមីងនឹងដាក់កំហិតទៅកាន់គេខ្លាំងមែនទែនប៉ុន្តែលបងយាយធិនក៏បាននិយាយថាខ្លួនតែងកើតព្រមដូច្នេះហើយយើងក៏បានឃើញថាមនុស្សម្នាក់ទៀតគឺមករៀបចំពិធីនឹងក្បួនហើយក៏បានសូបយន្តនៅចំណែកពលឹងរបស់អ្នករាល់គ្នាចូលទៅកាន់មាត់ទ្វារក៏ដូចជាស្លាកផងដែរដើម្បីសម្គាល់ថាអ្នកស្លាប់ឬក៏អ្នកមិនទាន់ស្លាប់អីចឹងទៅបន្តមកចាហ្វយើងក៏បានយកកាត3ចេញមកតែកាតមួយនេះវាពិតជាមានអត្ថប្រយោជន៍ខ្លាំងមែនទែនហើយបន្តមកក៏បាននិយាយប្រាប់អ្នករាល់គ្នាថាពិធីប្រមូលផ្ដុំឱសថមួយនេះឬក៏ប្រមាណកំណប់នឹងឯងក៏បាននិយាយថាអ្នករាល់គ្នាមានចំនួន300នាក់ត្រូវបានបែងចែកទៅជា10ក្រុមនៅក្នុងចំណោមអ្នករាល់គ្នាអ្នកណាគឺអាចឈានទៅដល់កម្ពស់ទាំង50និងទទួលបាន50បន្ទុកបន្ថែមទៀតមួយបន្ទុកក្នុងការដែលប្រមាញ់ទៅកាន់សត្វបិសាចធ្វើអ្នករាល់គ្នាទទួលបានចំណែកបន្ទុកយ៉ាងខ្លាំងដូចគ្នានេះកម្ពស់ទាំង10ផងដែរនឹងធ្វើអ្នករាល់គ្នាទទួលបានដល់កំណត់ជាច្រើនអំពីបាក់ដូចគ្នានៅពេលដែលនិយាយចប់យើងក៏បានឃើញថាលេងឈ្មោះរបស់អ្នករាល់គ្នានៅលើថ្នាំងនោះចំណែកអាចារ្យម្នាក់នេះវិញក៏ដូចជា Jealousy របស់យើងនឹងក៏បាននិយាយថានៅស្មានមែនដែរទេជាទិនមិញមិត្តរួមរបស់ឯងទាំងអស់គឺជាអ្នកដែលមកពីលទ្ធិអ្នកក្រីខ្មៅទាំងអស់ដែលត្រូវបានរៀបចំទុកនឹងឯងយើងក៏បានឃើញថាចាប់ពីមានចៅក៏បាននាំមិត្តគុំខំបើយាយទិនមិញមកដូចគ្នាផងដែរតែយាយទិនមិញរបស់យើងគឺជាមនុស្សប្រតែម្នាក់គាត់នៅក្នុងចំណោមនេះសង្ឃឹមថាយាយទិនមិញនឹងមើលថែពួកគេបានល្អចំណែកយាយទិនមិញបានចូលព្រមផងដែរប៉ុន្តែគេបានគិតថាមិននឹកស្មានថាបញ្ហាពេលត្រូវបានមកដល់លឿនបែបនេះសោះចាំមើលថាគេនឹងលេងយ៉ាងដូចបន្តិចវិញសូវយើងកាន់មកដល់ផ្នែកខាងក្នុងនៃពិភពនៅខាងការបរបាញ់ទៅកាន់កំណត់ក៏ដូចគ្នានេះយើងក៏បានឃើញថាយាយទិនរបស់យើងប៉ះទៅកាន់បិសាចប៉ុន្តែក៏ត្រូវបានសម្លាប់វាយ៉ាងងាយស្រួលផងដែលក៏បានបញ្ចេញបន្ទូឲ្យយើងបានឃើញប៉ុន្តែមិនដឹងថាមានប្រមាណបន្ទូនោះទេក៏ដូចគ្នានេះខំអាចារ្យរបស់យើងបានសម្លាប់ទៅកាន់បិសាចទូបានបន្ទូយ៉ាងច្រើនផងដែរចំណែកឯម្ចាស់វិមានចៅវិញនាងក៏បាននិយាយទៅកាន់គុណសិស្សរបស់នាងផងដែរត្រូវបានរៀបចំចំណែករបស់យាយទិនមីងកំពុងតែធ្វើការ work hand នាងក៏បានគិតថាបើសិនបើយាយទិនមីងរបស់យើងស្របជាមួយនឹងលទ្ធិអ្នកក្រីខ្មៅនេះជួយបានជាល្អគឺសារតែចំណេញរបស់គេវាពិតជាមិនធម្មតាប៉ុន្តែជាអកុសលយាយទិនមីងពិតជាអាណត្តិខ្លាំងមែនទែនតែគេប្រឆាំងជាមួយនឹងលទ្ធិអ្នកក្រីខ្មៅប៉ុន្តែនៅពេលនេះគេត្រូវតែស្លាប់យាយទិនមីងក៏បាននិយាយថាប្រៃមួយនេះពិតជាធំគេមិនអាចទៅដល់នោះទេមានតែជំរឿមួយក្នុងការសម្លាប់មនុស្សជាដែលនាងមានការ
ភ្ញាក់ផ្អើលខ្លាំងមែនតែយាយរិនមីងរកបានឃើញអ្វីមែនដែរទេនៅពេលនោះភ្លាមយាយរិនមីងកម្លាំងរបស់គេមានការស្ទុះឡើងនេះបាននាំកូនសិស្សរបស់នាងចូលទៅបានកាន់យាយរិនមីងប៉ុន្តែមិនដឹងទេយើងក៏បានឃើញថាបន្ទូតាមពលយ៉ាងខ្លាំងគឺត្រូវបានបន្ទូឡើងបន្ទាប់ពីរសាត់បាត់អត់ទៅយើងក៏បានឃើញថាអាចារ្យរបស់យើងនឹងគឺត្រូវបានដេកស្អាតរបស់យាយរិនមីងបាត់ទៅហើយយាយរិនមីងក៏មិនចាំយូរផងដែរគេក៏បានបញ្ចេញនៅកងចៅរបស់គេដូចគ្នាដែលមានឥទ្ធិពលក្នុងការសមុននិងក៏ហៅវេទមន្តអីចឹងទៅក៏ដូចគ្នានេះផងដែរយាយរិនរបស់យើងក៏បានផើមកសៅហឺនដូចគ្នាដើម្បីចែកមើលនៅការចងចាំរបស់នាងក៏បានឃើញដែរនាងគឺជាមនុស្សលបលទ្ធិអ្នកគ្រាខ្មៅនឹងឯងហើយបានគ្រប់បង្ការពេលអីចឹងទៅដូចគ្នានេះបន្ទាប់ពីចែកមើលយាយរិនរបស់យើងក៏បានឲ្យអាកងចៅមួយនឹងធៀមនឹងចាត់ការទៅកាន់ពួកគេបន្តមកជំរឿទៅអននឹងធ្វើការចាត់ការទៅកាន់កូនសិស្សរបស់ពួកគេនឹងឯងសៀងរបស់យើងគឺកាន់បន្តរយៈពេល80លានថ្ងៃក្រោយមកយាយរិនមីងរបស់យើងនឹងគឺបានធ្វើការសើមកេតជាមួយនឹងសិស្ស1452នាក់បាត់ទៅហើយសិស្សដែលបានចែកនឹងគឺមានតែ300នាក់ទេប្រហែលជាមកពីក្រុមរបស់យាយរិនមីងរបស់យើងតែប៉ុណ្ណោះដោយសារយាយរិនមីងគឺបាននិយាយថាសិស្សរាប់ម៉ឺននាក់នៃកាយរហូតគឺបានចូលរួមហើយគេទៅតែមកសើមកេតធើមតែប្រហែលពាន់នាក់តែប៉ុណ្ណោះដូច្នេះហើយទើបធ្វើយាយរិនមីងតនឹងថាព័ត៌មានច្បាស់ប៉ុន្តែព័ត៌មានច្បាស់ការនៅពេលនេះសិស្សទាំងអស់នោះគឺចង់សម្លាប់គេតែប៉ុណ្ណោះបន្តមកពិធីនៃការបបបាញ់គឺត្រូវបានចាប់ដើមនៅពេលនេះទៀតបាត់ទៅហើយសៀងមិនកាន់មកដល់មនុស្សមកក្រុមវិញយើងក៏បានឃើញថាពួកគេអំពីការវិមហារបបបិសាចក៏ដូចគ្នានេះផងដែរពួកគេគឺបានបាត់ទៅកាន់មនុស្សម្នាក់ដែលមានឈ្មោះថាសៅឡានហើយពួកគេក៏បានថាច្រឡំទៅកាន់ទីកន្លែងនេះចឹងទៅដូច្នេះក៏តាមស្វែងរកប៉ុន្តែយើងបានឃើញថាចាំម្នាក់ហ្នឹងក៏ត្រូវបានយាយរិនរបស់យើងគឺបានចាត់គេនាងបានផាមចូលដើម្បីវិវត្តទៅកាន់យាយរិនមីងផងដែរប៉ុន្តែត្រូវបានយាយរិនមីងគេចផុតនាងក៏បានព្យាយាមហត់ទៅរកមនុស្សក៏ដូចជាគ្នារបស់នាងផងដែរប៉ុន្តែនាងគឺមិនអាចចែកការនោះទេហើយនាងក៏ត្រូវបានធ្វើស៊ីរកងចឹងរបស់យាយរិនមីងក៏ដូចគ្នានេះផងដែរមនុស្សទាំងអស់នេះកំពុងតែតាមស្វែងរកទៅកាន់អាចារ្យសៅឡាននៅពេលដែលពួកគេបានស្វែងរកឃើញនោះធំទៅស្វែងរកឃើញនៅសារសោរបស់នាងតែប៉ុណ្ណោះមានការជាបាក់ខ្លាំងមែនសិននៅផ្នែកខាងក្រៅនៃការប្រកួតវិញយើងក៏បានឃើញថាមនុស្សម្នាក់ក៏បានរាយការណ៍ទៅកាន់មេបាក់ក៏ដូចជាម្ចាស់វិមានចឹងទៅថាមានមនុស្សស្លាប់ហើយនៅពេលដែលពួកគេបានឃើញនោះពិតជាមានការព្យាបាលខ្លាំងមែនទែនប៉ុន្តែចាលីសៀបើជាសង្ឃឹមណាយាយរិនមីងរបស់យើងគឺត្រូវបានស្លាប់ទៅវិញនៅពេលដែលឃើញនោះនឹងពិតជាមានការព្យាបាលខ្លាំងមែនទែនដោយសារតែមនុស្សទាំងអស់នោះបើជាមិនមែនម្នាក់ក្នុងចំណោមនោះមិនមែនជាយាយរិនមីងរបស់យើងបើជាសិស្សនៃលទ្ធិនៃក្រិចខ្មែររបស់ពួកគេទាំងអស់ទៅវិញពិតជាធ្វើនឹងមានការព្យាបាលឬក៏យាយរិនមីងរបស់យើងនឹងគឺបានដឹងស្ថានភាពមុនគឺអាចដោះស្រាយជាមួយនឹងការសើមកេតវិញ្ញាណបាត់ទៅហើយនាងពិតជាមានការព្យាបាលប៉ុន្តែស្ថានភាពជំរុញដល់ថ្នាក់នេះហើយនាងក៏បានស្នើសុំទៅកាន់ម្ចាស់វិមានផ្សេងទៀតឲ្យធ្វើការកាត់ទោសនិងកាត់ក្តីជាបន្តទៅកាន់ស្ដេចស្ទេក៏ដូចគ្នានេះផងដែរស្ដេចកាយនៃវិមានរបស់ពួកគេពិតជាមិនមែននៅពេលនេះនោះទេដោយសារតែវាត្រូវចាំតែរយៈពេលនៃការប្រកួតចប់សិនទើបធ្វើការកាត់ទោសនិងធ្វើការកាត់ក្តីសើមកេតជាបន្តនិងធ្វើការសម្រេចវាបានហើយអូខេអ្នកនរគ្នាគឺសាយើងរបស់យើងបន្តទីបញ្ចប់ហើយយើងគិតថានេះគឺជា season 1ដែលចុះដោយសារតែវាគឺមិនទាន់មានភាគតនោះទេបើគ្នាយើងចង់ឧបត្ថម្ភឬលើកទឹកចិត្តដល់ admin ក្នុងការសម្រាយរឿងអីគ្នាយើងគឺអាចលើកទឹកចិត្តតាមរយៈ QR ទាំងពីរនេះបាន